ទៀមសូមក្រាបថ្វាយបង្គំនមស្ការចំពោះទិសដៅនៃគុណបរតនត្រ័យទាំង3ដែលមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាក្នុងពោះស្ម័គ្រជីវិតសពសពកាលទាំងពួងតតនន្តរងធម្មទេសនាទេសសមិតិទេបន្តអំពីវត្តនមស្ការដោយសង្ខេបបែបផ្លេងនេះទៅប្រសូមចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទជាពិសេសមានចាស់ដើមទានប្រធានបុណ្យនៅក្នុងកម្មវិធីបុណ្យឆ្លងជាគណៈកិច្ចនៃឱកាសវេលាគ្រានេះដោយថ្ងៃនេះញាតិញោមជាពុទ្ធបរិស័ទក៏បានចូលរួមនៅក្នុងកម្មវិធីបុណ្យឆ្លងជាគណៈកិច្ចនឹងជួយសម្រាលនៅសេចក្តីទុក្ខទៅដល់ក្រុមគ្រួសារនៃសពដោយថ្ងៃនេះផងដែរក៏មានថ្នាក់ការសម្ដែងនៅពធទេសនាថ្នាក់ជាធម្មទានដើម្បីចែកជូនទៅដល់ញាតិញោមជាពុទ្ធបរិស័ទក្រំជាចំណេះដឹងនិងការពិចារណានៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធខ្លះៗដើម្បីយកទៅពិចារណាប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃដែលយើងគ្រប់គ្នាហ្នឹងគឺសុទ្ធតែត្រូវជួបប្រទះទៅនឹងការចាស់និងការឈឺនិងការស្លាប់ដែលជាសម្បត្តិនៃធម្មជាតិដែលប្រគល់មកឲ្យសង្ខារគឺសត្វលោកយើងទាំងឡាយហ្នឹងចំពោះការដែលត្រូវមកកើតនៅក្នុងលោកសន្និវិសនេះគឺត្រូវតែជួបចំពោះការចាស់ជរាកាលណាចាស់ជរានឹងនាំទៅចូលមាននៅរោគគឺជាធិហើយនឹងគឺទៅនាំទៅរោគសំណាក់នៃមរណៈគឺសេចក្តីស្លាប់នេះឯងប៉ុន្តែសត្វលោកម្នាក់សុទ្ធតែខ្លាចនៅសេចក្តីស្លាប់មិនចង់ជួបទេមានទេញាតិញោមមានអ្នកណាចង់ស្លាប់ទេប៉ុន្តែយើងមិនអាចជៀសផុតបានទេព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែងថាសេចក្តីស្លាប់ចាស់ឈឺស្លាប់នេះវាគឺជាធម្មតានៃសត្វលោកប៉ុន្តែយើងដែលជាបុគ្គលជនធម្មតានេះតែងតែគិតថាវាមិនធម្មតាទៅវិញចេះតែចង់កុំឲ្យចាស់កុំឲ្យឈឺអីចឹងទៅចឹងហើយបានចេះតែទៅរកទីពឹងផ្សេងចឹងទៅដើម្បីបួងសួងបន់ស្រន់ដើម្បីកុំឲ្យមានជំងឺតម្កាត់អីចឹងប៉ុន្តែវាជាធម្មជាតិនៃជីវិតនៃសត្វលោកគឺត្រូវតែមានគ្រប់គ្នាឲ្យតែកើតមកមានរូបហើយគឺត្រូវតែមានការចាស់និងឈឺនិងស្លាប់នេះឯងដែលមិនអាចគេចផុតហើយព្រះសម្មាសម្ពុទ្ធជាបរមគ្រូក៏ព្រះអង្គត្រាស់សម្ដែងឲ្យយើងពិចារណាដែរចំពោះខ្សែជីវិតគឺការពិតនៃជីវិតនៃសត្វលោកនេះដោយព្រះអង្គសម្ដែងថាចរិយាធម្មមហិចរាងអនត្តេតោអាត្មាអញតែងតែមានការចាស់ចរិយានឹងជាធម្មតានឹងកន្លងការចាស់ចរិយាទៅមិនបាននៅត្រង់ចំណុចនេះពាក្យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកន្លងការចាស់ចរិយាទៅមិនបានហ្នឹងមិនមែនឲ្យយើងបណ្ដែតបណ្ដោយទៅតាមអំពើចិត្តនៃអំពើនៃធម្មជាតិទេដូចថាបណ្ដោយឲ្យចាស់ដោយឥតអំពើដូចជាសត្វគោចាស់ញាតិញោមមើលសត្វគោវាចាស់វិវត្តទៅរកភាពចាស់ហ្នឹងគឺចម្រើនតែសាច់ទេតួបញ្ញាគឺអត់ចម្រើនទេញាតិញោមគឺចម្រើនតែសាច់ឈាមចឹងទៅប៉ុន្តែតួបញ្ញាញាតិញោមដែលឃើញគោចេះទៅរកស៊ីដូចមនុស្សចេះផលិតម៉ូតូផលិតរថយន្តនេះបានទេអត់ទេប៉ុន្តែព្រះអង្គឲ្យយើងនឹងខិតខំព្យាយាមសន្សំនៅបុណ្យអកុសលគឺសាងនៅគុណធម៌សម្រាប់ខ្លួននឹងដើម្បីជាសម្ពាយដើរទៅមុខនៃវាលវត្តសង្សារដែលទៅរកនៅទីត្រាច់រង្គត់នឹងមិនចេះចប់នឹងទៅរកទីសំចប់គឺព្រះនិព្វានរួចផុតចាកអំពីទុក្ខបានឲ្យយើងខិតខំសាងនៅគុណធម៌សាងនៅសេចក្តីល្អចំពោះគ្នានឹងគ្នាចឹងបើថានៅក្នុងអត្តន័យនៃពធរបស់ព្រះសម្មាសម្ពុទ្ធមានន័យណាព្រះអង្គឲ្យពិចារណាញាតិញោមចរិយាធម្មមហិចរាងអនត្តេតោ
មានការចាស់ចរិយានឹងជាធម្មតាប៉ុន្តែញាតិញោមខ្លះភ្លេចថាខ្លួនឯងនឹងចាស់មានញាតិញោមខ្លះភ្លេចដោយអវិជ្ជាគឺការប្រមាទនឹងវាបិទបាំងអញ្ចឹងទៅមានការប្រមាទញាតិញោមជឿថាមានអ្នកខ្លះភ្លេចថាខ្លួនឯងចាស់ព្រោះថាចាស់ចរិយានឹងវាតែងតែទំពាស៊ីជីវិតសត្វលោកនឹងបន្តិចម្ដងបើសិនជាវាចូលមកស្រាប់តែកើតមកភ្លាមបានមួយថ្ងៃអញ្ចឹងចាស់ចរិយាវិញមិនដឹងថាភ័យយ៉ាងណាសត្វលោកយើងមែនទេញោមប៉ុន្តែវាធ្វើចូលមកទំពាស៊ីនៃសត្វលោកនឹងបន្តិចម្ដងអត់ឲ្យយើងដឹងទេអ្នកខ្លះភ្លេចទៅទីថាខ្លួនឯងចាស់ស្រាប់តែដល់ពេលមានជំងឺអីចឹងទៅត្រុតត្រងពុបបានដឹកខ្លួនថាខ្លួនឯងចាស់បាត់រោគទីពឹងបំបានហើយអាចិត្តហ្នឹងក៏ភ័យខ្លាចអំពីសេចក្តីវិនាសនៃជីវិតអន្តរាយនៃជីវិតនឹងទៀតតែងតែរោគនៅទីពឹងហ្នឹងវាខុសទៅទៀតចឹងហើយបានព្រះអង្គសម្ដែងថាឲ្យយើងនឹងពិចារណាសិក្សាប្រតិបត្តិធ្វើសេចក្តីល្អហ្នឹងតាំងពីយើងនឹងកើតមកម្លេះមនុស្សយើងត្រូវការធัวតាំងពីចុះចាប់បដិសន្ធិនៅក្នុងផ្ទៃមេដាញញោមគឺត្រូវការធัวត្រូវការគុណធម៌នឹងឯងប៉ុន្តែដោយបញ្ញត្តិយើងសម្គាល់ថាត្រូវការអ្នកនេះអ្នកនោះអញ្ចឹងទៅប៉ុន្តែការពិតទៅត្រូវការនៅធัวហ្នឹងឯងដូចមេដាបិតាយើងអញ្ចឹងឪពុកម្ដាយយើងគិតថាយើងត្រូវការឪពុកត្រូវការម្ដាយក៏ប៉ុន្តែញាតិញោមពិចារណាបើសិនជាឪពុកម្ដាយនឹងគាត់បង្កើតកូនមកហើយគាត់យកកូននឹងទៅចោលបោះបង់ចោលស្រាប់តែកូននឹងទៅនៅជាមួយអ្នកដទៃអញ្ចឹងទៅរហូតដល់ធំបើ20 30ឆ្នាំអីចឹងទៅបើស្រាប់តែថ្ងៃមួយហ្នឹងមកជួបគ្នាជាមួយនឹងឪពុកម្ដាយបង្កើតវិញសួរតែមានអារម្មណ៍ថាជាមួយនឹងឪពុកម្ដាយនឹងមានកូនអីទៀតទេគឺវាអត់ទេវាដូចសង្កេយអាហ្នឹងគេថាការពិតទៅគឺត្រូវការគុណធម៌គឺសេចក្តីល្អព្រមវិហារធម៌របស់មេដាបិតានឹងឯងមនុស្សដូចគ្នាការគោរពមិនមែនគោរពចំពោះបុគ្គលទេបើសិនជាបុគ្គលនឹងធ្វើអាក្រក់ចាស់ជាងយើងមែនក៏ប៉ុន្តែគាត់ធ្វើអាក្រក់អត់មានគុណធម៌ឲ្យយើងនឹងគោរពគឺយើងក៏គោរពទៅវាកើតមែនទេញោមចឹងមកថានៅក្នុងហ្នឹងគឺគោរពគុណធម៌របស់មនុស្សទេយើងត្រូវការធម៌ហ្នឹងឯងដូចយើងប្រុសកន្លោះអីចឹងចង់បានប្រពន្ធភរិយាអីហ្នឹងអាហ្នឹងក៏ត្រូវការធម៌ដែរត្រូវការមនុស្សណាដែលស្មោះត្រង់ណាស្ត្រីណាដែលស្មោះត្រង់ជាមួយនឹងយើងអីចឹងទៅអាហ្នឹងចប់នៅសិល5ឯងចង់បាននៅគុណធម៌ល្អរបស់មនុស្សនឹងឯងប៉ុន្តែយើងបញ្ញត្តិដោយយើងមិនបានសិក្សាយល់ពីធម៌យើងគិតថាចង់បានបុគ្គលទៅវិញបុគ្គលគឺជាបញ្ញត្តិដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែងការពិតទៅញាតិញោមសត្វលោកយើងកើតមកនេះគឺដោយការផ្សំគុំឡើងនៃធាតុទាំង4និងខណ្ឌទាំងឡាយនឹងឯងដែលគេហៅថាជាសង្ខារធัวគឺជាធัวដែលបច្ច័យជាអ្នកតាក់តែងមិនក្រោមអំណាចរបស់យើងបង្កប់បញ្ជាទេចឹងហើយបានចេះតែចាស់ចេះតែឈឺចេះតែស្លាប់នឹងបើសិនជាវាជារបស់យើងមែនហ្នឹងយើងខាត់បានមិនឲ្យចាស់មិនឲ្យចរិយាបានបាត់ហើយញាតិញោមសំបីតែអ្នកមានអំណាចគ្រប់គ្រងមួយប្រទេសពីរប្រទេសក៏ដោយប៉ុន្តែมันអាចហាមសក់ខ្លួនឯងមួយសរសៃឲ្យมันឲ្យស្កិលហ្នឹងក៏ហាមមិនបានដែរចឹងថាទោះមានអំណាចប៉ុណ្ណាទ្រព្យសម្បត្តិយ៉ាងណាក៏នៅតែកិច្ចមិនផុតពីការចាស់ជរានិងសេចក្តីស្លាប់នេះដែរចង់រួចផុតតតែកំកើតធ្វើមិនបានកំកើតទៅបានតតែកំកើតបានអត់មានជរាមានព្យាធិនិងមានសេចក្តីស្លាប់ដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គបរិនិព្វានហើយព្រះអង្គអត់មានការកើតឡើងនៃរូបរាងកាយអីជាតិកំណើតអីទៀតទេគឺអស់ហើយចឹងបានថានៅក្នុងការប្រតិបត្តិឲ្យអស់នៅជាតិកំណើតមិនឲ្យកើតនេះតតែអស់នៅអវិជ្ជានៅក្នុងបដិច្ចសមុប្បាទធម៌ព្រះអង្គសម្ដែងអវិជ្ជាគឺសេចក្តីល្ងងរបស់សត្វលោកហ្នឹងឯងដែលជាហេតុនាំឲ្យកើតនៅសង្ខារទាំងឡាយ
ទាំងឧបាទនកៈសង្ខារនិងអឧបាទនកៈសង្ខារគឺសង្ខារដែលមានវិញ្ញាណគ្រប់គ្រងដូចជាសត្វយើងក្តីមនុស្សយើងអីហ្នឹងគឺឧបាទនកៈសង្ខារអឧបាទនកៈសង្ខារគឺជាសង្ខារដែលអត់មានវិញ្ញាណចិត្តគ្រប់គ្រងទេបានដល់ផ្ទះសម្បែងរុក្ខជាតិអីហ្នឹងដើមឈើអីហ្នឹងវាមានជីវិតដែរប៉ុន្តែវាអត់មានវិញ្ញាណគ្រប់គ្រងទេវាខុសពីមនុស្សយើងហើយការប្រជុំតាក់តែងនៃធាតុទាំង4និងខណ្ឌនេះគឺជាភារៈនៃសត្វលោកដែលនាំឲ្យសត្វលោកហ្នឹងប្រកាន់ហើយជាប់ជំពាក់ប្រព្រឹត្តនៅកម្មដើម្បីបន្តនៅជាតិកំណើតទៅខាងមុខទៀតហ្នឹងឯងបានចិត្តតែកើតស្លាប់មិនចេះជាប់នឹងឯងមនុស្សយើងកើតឡើងអំពីកម្មណាញាតិញោមមិនមែនព្រះអតិទេពឬក៏អ្នកណាអ្នកមកជប់ឲ្យកើតទេកើតឡើងអំពីកម្មញាតិញោមមិនឆ្ងល់ថាហេតុអីបានមនុស្សយើងកើតមកខុសគ្នាមានអ្នកខ្លះស្អាតអ្នកខ្លះអាក្រក់អ្នកខ្លះកើតមកគ្រប់អវយវៈគ្រប់អ្នកខ្លះកើតមកមិនគ្រប់អវយវៈកើតមកក្នុងត្រកូលអ្នកក្រកើតមកក្នុងត្រកូលអ្នកមានសេដ្ឋីកហបតីអញ្ចឹងទៅបើសិនជាព្រះអតិទេពដូចជាសាសនាដទៃគេថាព្រះអតិទេពជាអ្នកបង្កើតសត្វលោកទាំងអស់ទាំងទឹកដីភ្លើងខ្យល់ទាំងរុក្ខជាតិធម្មជាតិអីនៅលើโลกនេះគេគិតថាព្រះគេនឹងជាអ្នកបង្កើតពាក្យថាព្រះមួយម៉ាត់នេះញោមគឺជាបុគ្គលដែលល្អបុគ្គលដែលមិនមានអកតេធម៌អីទេបុគ្គលដែលប្រកបទៅដោយព្រមវិហារធម៌ប្រកបទៅដោយមេត្តាចិត្តណាក៏ប៉ុន្តែបើសិនជាព្រះនឹងជាអ្នកបង្កើតសត្វលោកមកមែនមានតែព្រះនឹងមានអកតេធម៌បាត់ហើយអកតេធម៌ហ្នឹងបានសេចក្តីថាលំអៀងសេចក្តីលំអៀងព្រោះស្រឡាញ់ក្រុមអញលំអៀងព្រោះគ្នាអញបពូអញចឹងទៅអាណាពូអញបពូអញគ្នាអញឲ្យល្អចឹងទៅអានេះគេហៅថាលំអៀងព្រោះស្រឡាញ់លំអៀងព្រោះស្អប់អ្នកណាដែលមិនមែនជាគ្នារបស់អញស្អប់ចឹងទៅមិនឲ្យកើតនៅកន្លែងល្អចឹងទៅក៏ប៉ុន្តែវាមិនមែនព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ទទួលស្គាល់ថាព្រះអតិទេពឬក៏បុគ្គលណាជាអ្នកបង្កើតនៅរុក្ខជាតិឬធាតុទាំង4ឬក៏សត្វលោកទេប៉ុន្តែកាលដែលព្រះអង្គមិនទាន់បានត្រាស់ដឹងចេញ4ហ្នឹងក៏ព្រះអង្គស្ថិតនៅក្នុងចំណោមនៃការជឿចឹងដែរវង្សតកូលព្រះអង្គកាលសម័យពុទ្ធកាលញោមគឺជឿទៅលើសាសនាព្រាហ្មណ៍ព្រហ្មញ្ញគេហៅថាសាសនាហិណ្ឌូហ្នឹងជឿថាព្រះអតិទេពព្រះវិស្ណុព្រះព្រហ្មហ្នឹងជាអ្នកបង្កើតប៉ុន្តែដល់ព្រះអង្គពិចារណាទៅគឺវាដូចមិនមែនអញ្ចឹងក៏ព្រះអង្គដល់ថ្នាក់ព្រះអង្គចេញបុះអញ្ចឹងទៅក៏ស្រាវជ្រាវរកឃើញនៅសច្ចធម៌គឺមិនមែនព្រះអតិទេពណាជាអ្នកបង្កើតទេព្រះអង្គសម្ដែងថាកម្មនេះឯងដែលជាអ្នកនាំសត្វលោកឲ្យទៅកើតកន្លែងល្អកន្លែងថោកទាបមានល្អមានអាក្រក់ខុសគ្នាហ្នឹងគឺព្រោះតែកម្មញាតិញោមពិចារណាចំណុចហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គថាព្រោះតែកម្មជាអ្នកបង្កើតសត្វលោកឲ្យខុសគ្នាញាតិញោមមើលមនុស្សយើងសប្ងៃញាតិញោមទាំង30 40 60នាក់ហ្នឹងធ្វើកម្មផ្សេងគ្នាមែនទេញាតិញោមអ្នកខ្លះធ្វើការសំណងអ្នកខ្លះធ្វើចោលក៏មានមែនទេញោមប្រព្រឹត្តការងារខុសគ្នាអញ្ចឹងមកថាការងារដែលយើងធ្វើអីនឹងនាពេលបច្ចុប្បន្នហ្នឹងអាវិបាកនៃកម្មហ្នឹងឯងដែលវានាំយើងទៅជាតិខាងមុខទៀតហ្នឹងជាអ្នកចាត់ចែងទៅលើកំណើតទៅនៃអនាគតជាតិខាងមុខរបស់យើងទៅទៀតហ្នឹងអញ្ចឹងមកថានៅក្នុងហ្នឹងគឺដូចជាពាក្យព្រះអង្គថាមែនអត់ញោមចឹងថាពាក្យរបស់ព្រះអង្គហ្នឹងគឺជាសច្ចធម៌ព្រះអង្គមិនដែលនិយាយបោកប្រាស់ឬក៏កុហកយើងទេព្រោះនៅក្នុងព្រះពុទ្ធសាសនាគឺមានគោលធម៌ច្បាស់លាស់ណាស់ញោមមានហេតុមានផលច្បាស់លាស់មិនមែនចេះតែឲ្យជឿទៅលើអីផ្សេងទេសូម្បីតែពាក្យរបស់ព្រះអង្គបើកសិទ្ធឲ្យយើងនឹងយកទៅពិចារណាសិនអត់ឲ្យយើងជឿថាអានតែព្រះអង្គនឹងជាព្រះសាស្តាអីព្រះអង្គនិយាយអីចេះតែជឿព្រះអង្គក៏ព្រះអង្គអត់ទេបើកសិទ្ធឲ្យយើងនឹងពិចារណានៅក្នុងការពិចារណារបស់យើងនឹងដែលល្អិតល្អន់អញ្ចឹងទៅតើវាស្របទៅនឹងធម្មជាតិស្របទៅនឹងអវាទធម៌មគ្គវិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងសំដែងនឹងមែនអត់ចាំយើងជឿកាលណាយើងស្ដាប់យល់ហើយយើងជឿមិនជឿទៅជារឿងរបស់យើងទៅទៀត
ចឹងបើថាសម័យព្រះគេជ្រះថ្លាខុសពីយើងជ្រះថ្លាមុនមិនជ្រះថ្លាគឺការធ្វើដោយតាមទំនៀមទម្លាប់ដូចញាតិញោមមកវត្តចឹងយកចង្ហាន់មកស្រាក់ថ្ងៃសិលចឹងញាតិញោមដោយគិតភាគច្រើនញាតិញោមគិតថាយកបាយមកស្រាក់នឹងមកវត្តវេប្រគេនប្រសងឆាន់ហ្នឹងដោយគ្រាន់តែគិតថាដើម្បីនឹករលឹកវេទៅដោយគិតថាបាយមហូបដែលយកទៅប្រគេនលោកនឹងឯងនឹងទៅដល់ពពួកញាតិដែលបានស្លាប់ទៅដែលបានទៅកាន់បរលោកញាតិញោមគិតត្រឹមប៉ុណ្ណឹងលោកសង្ឃភិក្ខុដែលលោកជាលោកសង្ឃជាអ្នកបួសក្នុងពុទ្ធសាសនាហ្នឹងគ្រាន់តែជាអ្នកនាំសារអ្នកបញ្ជូននៅទានរបស់ញាតិញោមទៅឲ្យញាតិដែលបានស្លាប់ទៅប៉ុណ្ណឹងលោករៀបមានតម្លៃអីទៅនៅទៅហ្នឹងញាតិញោមព្រោះតែគេនឹកទៅដល់បុព្វការីជនទៅដល់មេដាបិតារបស់គេទៅបានគេយកចង្ហាន់ឲ្យលោកឆាន់អាហ្នឹងដោយយើងគិតភាគច្រើនថ្មមើលឃើញអញ្ចឹងក៏ប៉ុន្តែសម័យព្រះគេអត់អញ្ចឹងទេគឺគេអ្នកខ្លះដល់ស្គាល់ព្រះពុទ្ធនឹងថាជាស្អីផងញាតិញោមស្រាប់តែមកស្ដាប់ធម៌ព្រះអង្គសម្ដែងហ្នឹងទៅវាច្បាស់ជ្រះថ្លាឧទាហរណ៍ព្រះអង្គសម្ដែងហ្នឹងទៅវាផ្ដល់ប្រយោជន៍ពីអាវាតរបស់ព្រះអង្គផ្ដល់ប្រយោជន៍នៅក្នុងជីវិតរបស់គេហ្នឹងវាជ្រះថ្លាបានគេយកចង្ហាន់ទៅប្រគេនដោយការបូជាដោយគុណរបស់ព្រះសង្ឃបើគេជ្រះថ្លាជាមួយព្រះសង្ឃជួនកាលគេជ្រះថ្លាជាវិញជ្រះថ្លានៅក្នុងព្រះសង្ឃនឹងប្រព្រឹត្តនៅព្រមចរិយធម៌គឺការប្រតិបត្តិធម៌វិន័យនឹងខ្ជាប់ខ្ជួនដែលមនុស្សសាមញ្ញដែលមិនមែនជាអ្នកបួសនឹងធ្វើមិនបានអញ្ចឹងទៅដោយការប្រព្រឹត្តប្រតិបត្តិក្នុងវិន័យនឹងវាលំបាកអញ្ចឹងទៅគេជ្រះថ្លាគេយកចង្ហាន់ទៅប្រគេនគេជ្រះថ្លាអញ្ចឹងវិញដោយការបូជាគុណឬក៏ដោយការជ្រះថ្លាអញ្ចឹងដោយយើងគិតថាលោកគ្រាន់តែជាអ្នកនាំសារអាហ្នឹងទៅលើញាតិញោមគិតទេប៉ុន្តែការជ្រះថ្លានេះបើយើងជ្រះថ្លាទៅលើគុណវាបានបុណ្យច្រើនជ្រះថ្លាទៅលើគុណរបស់ព្រះពុទ្ធពធព្រះសង្ឃហ្នឹងញាតិញោមធ្លាប់សូត្រអំពីគុណរបស់ព្រះពុទ្ធពធព្រះសង្ឃហ្នឹងជួនកាលគ្រាន់តែបានទៅសូត្រប៉ុន្តែអត់យល់បើការថ្វាយបង្គំរូបព្រះពុទ្ធស្នងអង្គក្តីឃើញថាវាអត់សូវត្រូវញាតិញោមថ្វាយបង្គំសុំស្អីពីរូបសំណាក់ស្នងអង្គព្រះពុទ្ធហ្នឹងគឺវាអត់ត្រូវទេហេតុអីបានថាអត់ត្រូវដូចមានពាក្យចាស់លោកថាថ្វាយបង្គំព្រះពុទ្ធបាសិមងថ្វាយបង្គំលោកសង្ឃបាកូនអ្នកស្រុកថ្វាយបង្គំពធបាសត្រាស្លឹករឹតញាតិញោមពាក្យហ្នឹងមិនមែនដូចថាងាយគិតទេវាងាយគិតដែរថ្វាយបង្គំព្រះពុទ្ធបាសិមងហ្នឹងញាតិញោមថ្វាយបង្គំសុំនេះសុំនោះដីសុកអីហ្នឹងពីរូបព្រះពុទ្ធស្នងអង្គហ្នឹងឯងថ្វាយបង្គំបាសិមងរូបព្រះពុទ្ធស្នងអង្គហ្នឹងគេហៅថាជាឧទេសកចេតិយចាត់ចូលជាចេតិយមួយដែរនៅក្នុងចំណោមចេតិយទាំង4ឧទេសកចេតិយនេះគ្រាន់តែជារូបតំណាងរូបគំនូដែលគេគូនៅក្នុងរូបពុទ្ធប្រវត្តិនៅក្នុងព្រះវិហារក្តីសាលាឆាន់ក្តីហ្នឹងក៏ជាចាត់ចូលជាឧទេសកចេតិយដែរគ្រាន់តែជារូបតំណាងដោយយើងថ្វាយបង្គំទេដូចជារូបថតរបស់ញោមស្រីដែលបានធ្វើមរណកាលហើយចឹងគ្រាន់តែជាតំណាងចឹងទេបើយើងថ្វាយបង្គំគាត់សុំអីពីរូបថតហ្នឹងសួរបានទេញាតិញោមវាមិនបានទេចេះបានថាថ្វាយបង្គំព្រះបាសិមងនោះបើយើងថ្វាយបង្គំដោយចិត្តជ្រះថ្លាដោយការបូជាគុណគេហៅថាអបច្ច័យនៈមយបុណ្យគឺការគោរពដោយការដឹងគុណមានតែប៉ុណ្ណឹងទេដែលត្រូវបើថ្វាយបង្គំសុំលើឆ្នោតសុំអីផ្សេងគឺអត់ត្រូវទាំងអស់វាខុសចាប់ពីពេលហ្នឹងទៅបាត់ហើយញាតិញោមដោយមិនស្គាល់ថាពុទ្ធនឹងជាស្អីផងញាតិញោមដូចវត្តខ្លះចឹងដាក់រូបពុទ្ធពេញទៅវត្តប៉ុន្តែញាតិញោមទៅវត្តអត់ហើយអត់ស្គាល់ពុទ្ធផងញាតិញោមគិតមើលហើយសួរដាក់បានការអីបើអត់ស្គាល់ពុទ្ធផងចឹងមកថានៅក្នុងនោះត្រូវយើងសិក្សាហើយស្គាល់ថាពុទ្ធនឹងជាអ្នកណាពុទ្ធដឹកនាំទៅណាបានដឹងថាគុណរបស់ព្រះអង្គនឹងជាស្អីបើយើងមិនស្គាល់ពីគុណផងដោយគិតត្រឹមពុទ្ធហ្នឹងគ្រាន់តែជាអ្នកតាប៉ុណ្ណឹងឯងដោយការអុជធូបបួងសួងបន់ស្រន់សុំអីពីពុទ្ធហ្នឹងឯងវាខាតទេញាតិញោមឃើញញាតិញោមថ្វាយគុំសុំនេះសុំនោះអញ្ចឹងវាខាតហើយពធដែលអាវាតរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែងហ្នឹងគេហៅថាជាព្រះបរិយត្តិធម៌ដែលមានដូចជា
សង្ខេបហ្នឹងដូចមាន3បទសពបាបសៈការណੰកុសៈសុបសានពទាសច្ចិតបរិយោទបណੰគឺការព្រះអង្គមិនឲ្យធ្វើនៅអំពើបាបទាំងឡាយហ្នឹងគឺអត់ឲ្យធ្វើទេព្រះអង្គបង្រៀនមិនត្រូវប្រមាថថាបាបនេះតិចធ្វើសិនទៅអត់ទេជួនកាលយើងគិតថាបាបហ្នឹងវាអំពើហ្នឹងវាតិចតួចដល់យើងធ្វើញយញយទៅវានាំឲ្យយើងធ្វើពេញទំហឹងបដ ដោយការប្រមាថចឹងបានព្រះអង្គសម្ដែងថាសេចក្តីមិនប្រមាថនេះគឺជាឫសគល់នៃមហាកុសលមួយដ៏ធំដែរការមិនប្រមាថនេះគឺអបមាទធัวមួយទៀតគឺព្រះអង្គឲ្យយើងខិតខំព្យាយាមសន្សំនៅបុណ្យកុសលរឿយៗញាតិញោមបុណ្យកុសលកើតឡើងពីការសន្សំដូចញោមអាចារ្យគ្រូអាចារ្យគាត់និយាយព្រឹកមិញអញ្ចឹងបុណ្យទាំងឡាយកើតឡើងពីការសន្សំមិនយកលុយទៅទិញបុណ្យមកដណ្ដុលបានទេញាតិញោមអាចយកលុយទៅទិញបុណ្យបាននៅក្នុងរឿងឯកលេងរឿងកំ pl ាយអីចឹងមិនមែនទេបុណ្យវាកើតឡើងពីការសន្សំនៅក្នុងចិត្តរបស់យើងពីសេចក្តីល្អឯងតិចពីការជ្រះថ្លាចឹងហើយបាទព្រះអង្គសម្ដែងថាការសន្សំបុណ្យរមែងនាំមកនូវសេចក្តីសុខមកឲ្យយើងហ្នឹងសុខោបញ្ញសៈឧចយោការសន្សំបុណ្យនេះទៀតសោតគឺយើងសន្សំពីបន្តិចម្ដងដូចញោមអាចារ្យកាន់យើងពីមិញពីខាងដើមអញ្ចឹងដូចជាទឹកក្អមទឹកមួយញាតិញោមយកទៅដាក់នៅទីវាលទឹកមួយដំណក់អំពីលើអាកាសមកហ្នឹងយ៉ាងណាមិញក៏គង់តែពេញទៅដោយក្អមទឹកហ្នឹងពេញទៅដោយទឹកព្រោះថាសេចក្តីល្អទាំងឡាយហ្នឹងដែលយើងចាក់ចូលទៅក្នុងធម៌គឺក្នុងចិត្តយើងហ្នឹងគឺបុណ្យហ្នឹងវាអត់មានកលែងផុតទៅណាទេគឺវានៅក្នុងហ្នឹងឯងដូចជាយើងផ្ញើលុយក្នុងធនាគារចឹងឯងចោលក៏មិនអាចមកលួចបានអន្តរាយដោយភ្លើងឆេះហ្នឹងក៏មិនអាចមកឆេះបុណ្យយើងបានដែរចឹងហើយបាទព្រះអង្គសម្ដែងនៅក្នុងគាថាមួយព្រះអង្គសម្ដែងថាបុគ្គលកាលបើឃើញភ័យនៅក្នុងវាលវត្តសង្សារឃើញភ័យនៅក្នុងជីវិតនេះហើយហ្នឹងគឺត្រូវចេះជញ្ជូនទ្រព្យចេញអំពីការដែលភ្លើងឆេះនៃរូបនេះជញ្ជូនទ្រព្យចេញជញ្ជូនដោយរបៀបណាដោយការធ្វើទានញាតិញោមកាលណាបើភ្លើងនៃរូបរាងកាយយើងនេះត្រូវភ្លើងចរិយាភ្លើងព្យាធិភ្លើងមរណៈត្រូវវាដុតឆេះហើយទ្រព្យសម្បត្តិខាងក្រៅទាំងឡាយយើងមិនអាចយកទៅបានទេប៉ុន្តែបើយើងឆ្លាតព្រះអង្គសម្ដែងបង្រៀនយើងឲ្យយើងចេះធ្វើទានយកអាទ្រព្យហ្នឹងចេះធ្វើរបស់ដែលមានប្រយោជន៍ទ្រព្យខាងក្រៅហ្នឹងព្រះអង្គសម្ដែងថាជារបស់ដែលឥតក្លិនផ្សាទេប៉ុន្តែយើងចេះឆ្នៃឲ្យទ្រព្យហ្នឹងទៅជារបស់ដែលមានក្លិនផ្សាគឺយកទៅធ្វើទានទាំងឡាយហ្នឹងមិនថាជនទូរគុតក្តីធ្វើទានជាមួយអ្នកមានសិលក្តីហ្នឹងប្រៀបដូចជាយើងយកជញ្ជូនទ្រព្យទាំងឡាយហ្នឹងយកឲ្យផុតអំពីកន្លែងដែលត្រូវអន្តរាយដោយភ្លើងចរិយាភ្លើងព្យាធិនិងភ្លើងមរណៈនឹងបានដែលភ្លើងទាំងឡាយមិនអាចធ្វើឲ្យអន្តរាយនៃបុណ្យយើងបានទេចឹងមកថានៅក្នុងបុណ្យកុសលហ្នឹងព្រះអង្គសម្ដែងយើងសន្សំរឿយទាំងការឧទ្ទិសនៅបុណ្យកុសលក្តីហើយកុសលថ្នាក់ទានញាតិញោមត្រូវចាំថាកុសលថ្នាក់ទានដែលយើងឧទ្ទិសទៅឲ្យអ្នកស្លាប់បានគឺមាន3ញាតិញោមត្រូវបំពេញ3ហ្នឹងទើបអាចឧទ្ទិសឲ្យអ្នកស្លាប់បានបើមិនទាន់គ្រប់3ហ្នឹងទេមិនអាចឧទ្ទិសបានទេទី1គឺចេតនាលះបង់ចេតនាលះបង់ញាតិញោមមានសេចក្តីជ្រះថ្លាអំពីផ្ទះមករួចហើយដើម្បីមកជួយសម្រួលនៅក្នុងកម្មវិធីបុណ្យថាចូលជាបឋវិកាក្តីនៅក្នុងកម្មវិធីបុណ្យហ្នឹងដោយលះចេតនាលះពីផ្ទះរួចមកហើយហ្នឹងគេហៅថាជាពុព្វចេតនាលះបង់ហ្នឹងមួយទី2តេយ្យវត្ថុនេះស្អីគឺប្រកាសហ្នឹងឯងប្រកាសឬក៏ញាតិញោមមានតេយ្យវត្ថុចង្ហាន់បណ្ឌបាតមកស្រាក់យកទៅប្រគេនព្រះសង្ឃឲ្យលោកឆាន់ហ្នឹងអាហ្នឹងទី2ហ្នឹងគឺតេយ្យវត្ថុហ្នឹងទី1ចេតនាលះបង់ទី2តេយ្យវត្ថុនិងទី3បដិកហកៈអ្នកទទួលបដិកហកៈអ្នកទទួលហ្នឹងគឺអ្នកមានសិលទើបយើងឧទ្ទិសទៅឲ្យញាតិដែលស្លាប់ទៅបានតតែបំពេញគ្រប់3ហ្នឹងទើបអាចចាត់ជាកុសលថ្នាក់ទានញាតិញោមឧទ្ទិសបានហើយចុះបើពេលខ្លះមិនតាន់បានប្រកេនលោកផងឧទ្ទិសហើយសួរថាឧទ្ទិសស្អីឲ្យវាអត់មានជាបុណ្យដែលថាត្រូវកើតជាកុសលថ្នាក់ទាននឹងឧទ្ទិសទៅឲ្យញាតិដែលស្លាប់ទៅនឹងរួចចឹងមិនថា
ប្រកេនប្រសងហើយបានចាប់ដើមគ្រូអាចារ្យក៏នាំមកទិសអ៊ីទាំងវោញាតៃណាំងហនតសុកតាហនតជាដើមឬក៏សូត្រយ៉ាងកិច្ចហ្នឹងក៏ជាការឧទ្ទិសទៅឲ្យពពុញាតដែរប៉ុន្តែសូត្រយើងសូត្រយ៉ាងកិច្ចនៅក្នុងអត្ថន័យប្រែគឺយើងឧទ្ទិសឬក៏ចែកបុណ្យទៅឲ្យសាធារណៈទាំងសត្វដែលមានវិញ្ញាណសត្វដែលឥតមានសញ្ញាអីក្តីហ្នឹងញាតិញោមប្រែនៅក្នុងទេវាកន្ធវាហ្នឹងទៅដឹងហ៎គឺឧទ្ទិសជាសាធារណៈឬក៏ចែកបុណ្យជាសាធារណៈចែកបុណ្យទៅឲ្យពពុសត្វទាំងឡាយហ្នឹងកាលណាយើងផ្សាយមេត្តាចិត្តចែកបុណ្យទៅជាសាធារណៈអញ្ចឹងគឺបុណ្យកុសលមកយើងហ្នឹងក៏កាន់តែបានច្រើនព្រោះថាពពុសត្វទាំងឡាយយើងមិនដឹងថាសត្វទាំងឡាយណាដែលជាញាតិរបស់យើងខ្លះនៅក្នុងវិលវត្តសង្សារដែលកើតស្លាប់ត្រែកអង្គួតទៅមិនចេះចប់មិនចេះហើយហ្នឹងយើងឧទ្ទិសទៅអញ្ចឹងគឺពពុទាំងសត្វទាំងឡាយហ្នឹងដឹងអញ្ចឹងទៅត្រេកអរអនុមោទនាគឺបាននៅមេត្តាចិត្តដែលយើងផ្សព្វផ្សាយនៅបុណ្យកុសលហ្នឹងទៅរួចផុតចាកសេចក្តីទុក្ខយើងនេះក៏បាននៅបុណ្យកុសលកាន់តែច្រើនហើយតេខេណានៅប្រទានដែលត្រូវឧទ្ទិសគឺមាន3ទៅទៀតទី1ហ្នឹងញាតិញោមត្រូវធ្វើជាមួយអ្នកមានសិលទី2គឺត្រូវឧទ្ទិសចូលឧទ្ទិសប្រកេនហ្នឹងឧទ្ទិសឲ្យចំឈ្មោះហ្នឹងទៅអាពេលឧទ្ទិសហ្នឹងញាតិញោមបើយើងធ្វើបុណ្យឧទ្ទិសហ្នឹងដើម្បីចង់ឲ្យបានប្រយោជន៍ទៅដល់អ្នកដែលស្លាប់ញាតិញោមអាពេលហ្នឹងតែងតែលើគ្រូអាចារ្យលោកតែងតែហៅហើយបងអោនចិត្តដើម្បីឧទ្ទិសទៅឲ្យញាតិព្រោះថាអាពេលវេលាហ្នឹងគឺជាកិច្ចរបស់កូនចៅប្រុសស្រីដែលនៅរស់រានមានជីវិតនេះឯងដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកម្ដាយដែលបានទៅកាន់លោកខាងមុខហើយនោះឲ្យបានជាប្រយោជន៍បុណ្យកុសលទៅដល់គាត់ជាកិច្ចដែលយើងត្រូវបំពេញនៅពេលដែលគ្រូអាចារ្យហៅដើម្បីឧទ្ទិសហ្នឹងហើយកូនចៅត្រូវមកប្រគេនលោកដោយផ្ទាល់ហើយឧទ្ទិសគឺបង្អោនចិត្តគឺឧទ្ទិសទៅតាមផ្លូវមโนទ្វាគឺផ្លូវចិត្តហើយការរលឹកនឹកឈ្មោះនេះយើងមិនបាច់ទៅសេឈ្មោះទៅលើกระดาษក៏បានដែរអាទុកសេឈ្មោះទៅលើกระดาษដុតនេះអ្នកខ្លៃខ្លះប្រកាន់ថាបើមិនបានដុតទេខ្លាចមិនដល់ពីមុនមកស្មានមិនដែលឃើញគេដុតផងវាកាន់តែតាមចិនគេដុតกระดาษទៅដល់ពេលខ្មែរយើងវាអត់អីដុតអានឹងដែរបដ ដោយប្រកាន់មកទៀតថាបើមិនបានដុតឈ្មោះនឹងទេមិនទៅដល់ទៀតវាមិនចឹងទេជ្រោយទឹកក៏ដូចគ្នាញាតិញោមមិនបាច់រកទីនទេបើមានទីនដុតដាក់ទៅមិនថាទេបើធ្វើឲ្យយល់ប៉ុន្តែបើគ្មានទីនទេអាពេលដែលយើងកិច្ចដែលយើងត្រូវបង្អោនចិត្តឧទ្ទិសទៅដល់ពុទ្ធការីជនយើងកុំខ្វល់ជាមួយនឹងទីននឹងពេកញោមអាចារ្យគាត់ឧទ្ទិសទៅឲ្យទៅញាតិគាត់យើងអ្នកផ្សេងអត់បានឧទ្ទិសមិនបានទៅពេញលើញោមអាចារ្យក៏ឧទ្ទិសឲ្យទៅញាតិគាត់ទេយើងខ្លួនឯងជាអ្នកឧទ្ទិសយើងទៅស្គាល់ញាតិយើងអ្នកណាខ្លះចឹងមកថាចំណុចហ្នឹងគឺត្រូវយកចិត្តទុកដាក់បន្តិចបើយើងចង់បានឲ្យប្រយោជន៍ទៅផលទៀតដែលយើងធ្វើហើយហ្នឹងទៅដល់ពពុញាតិទៅដល់អ្នកម្ដាយដែលបានបាត់បង់ជីវិតទៅកាន់លោកខាងមុខហើយហ្នឹងចំណុចហ្នឹងញាតិញោមត្រូវចាំកុំឲ្យសើខ្វាយខ្វល់ជាមួយនឹងទីនអីហ្នឹងពេកពីសម័យពុទ្ធកាលការជ្រោយទឹកនេះគេហៅថាទឹកតេខេណោទុការពិតទៅពីដើមមកបុព្វបុរសយើងគាត់ដឹកនាំធ្វើនឹងក៏មិនខុសអីដែរគឺទៅតាមប្រវេណីនៃប្រវេណីពីបុរាណអំពីព្រះបរមពោធិសត្វដែលព្រះអង្គតែងតែធ្វើទានព្រះអង្គជ្រោយនៅទឹកហ្នឹងដើម្បីជាកសិនសាកសីទៅដល់វធរណីដែលព្រះអង្គនឹងធ្វើទានសំបារមីទៅរំបានកើតជាពុទ្ធហ្នឹងគឺព្រះអង្គជ្រោយដូចកើតជាប្រវេសន្តរដែលឲ្យទានកូនទៅតាជជក់អីហ្នឹងព្រះអង្គជ្រោយទឹកទៅទលើធរណីហ្នឹងឯងគឺមានការរំជួយដីអីនៅពេលហ្នឹងគឺយកប្រវេណីពីព្រះបរមពោធិសត្វពីបុរាណចឹងឯងមិនមែនទៅលើខណ្ឌ5អីណាខណ្ឌ5វានៅក្នុងខ្លួនយើងមិនទៅនៅលើហ្នឹងណាញាតិញោមយើងចេះតែឆ្នៃកន្លែងទៅវាបាត់ធៀបដើមអត្តន័យដើមអំពីបុរាណមកដែលមានអត្តន័យគឺយើងជ្រោយមិនបាច់អត់ទៀនក៏បានយើងជ្រោយទៅលើដីហ្នឹងទៅដោយយើងគិតថាចិត្តយើងនឹងឲ្យថ្លាដូចជាទឹកនិងដូចត្រជាក់ដូចជាទឹកហ្នឹងនឹងជាកសិនសាកសីដែលយើងធ្វើទានជាមួយប្រសងអីហ្នឹងដើម្បីឧទ្ទិសកុសលទៅដល់ពពុញាតិយើងដែលបានបាត់បង់ជីវិតទៅកាន់លោកខាងមុខហើយហ្នឹងតែប៉ុណ្ណឹងក៏បានដែរថាបើសិនជាអត់មានវិញបាច់ជ្រោយបានអត់ក៏បានអត់មានបញ្ហាទេប៉ុន្តែយើងធ្វើក៏ធ្វើចុះកុំប្រកាន់ថាអាចារ្យហ្នឹងដឹកនាំអត់មានការជ្រោយទឹកអីទៅថាគាត់ចេះចោះអត់ចេះអត់អីណាចេះចោះអញ្ចឹងមែនទេអាហ្នឹងយើងប្រកាន់ជ្រុលពេក
ការពិតទៅវាប្រវេណីដែលយើងធ្វើអំពីបុរាណដែលយើងធ្វើដូចតែដល់យល់វាអត់ខុសទេវាបានជាប្រយោជន៍នៅក្នុងកតិនៃការពិចារណាផ្សេងនៅក្នុងកម្មវិធីនៃកិច្ចកម្មផ្សេងហ្នឹងចឹងមកថានៅក្នុងកិច្ចវេក៏ដូចគ្នាញាតិញោមវេការវេចង្ហាន់ប្រគេនព្រះសង្ឃនេះពាក្យថាវេមួយម៉ាត់ស្មើនឹងពាក្យថាជូនឲ្យប្រគេនឬក៏ថ្វាយតែប៉ុណ្្នឹងទេប៉ុន្តែយកអាចារ្យមកដល់វេសង្ឃសៈទេមៈអីចឹងទៅហើយមានប្រែទៀតហ្នឹងគឺថាចុះបើយើងកុំថាតាមគាត់យើងក្រយកទៅប្រគេនទៅលោកមកថាអញ្ចឹងបានលោកឆានកើតស្មើនឹងពាក្យហ្នឹងឯងប៉ុន្តែត្រង់យើងអត់ចេះបាទគ្រូអាចារ្យហ្នឹងគាត់មានឲ្យមានបល័យខ្លះមាននៅការពោលនៅសម្រាយខ្លះហ្នឹងដើម្បីដឹកនាំយើងឲ្យថាតាមគាត់ហ្នឹងជួនកាលគាត់ថាខុសនៅពាក្យណាក៏យើងអត់ដឹងដែរចេះថាតាមគាត់ទៅចេះថាពាក្យវេហ្នឹងគឺជូនស្មើនឹងពាក្យថាជូនឲ្យឬក៏ថ្វាយតាមគ្រាភាសានៃប្រទេសកម្ពុជាយើងដែលយើងប្រើអញ្ចឹងឯងប្រើជាមួយព្រះមហាក្សត្រថ្វាយអញ្ចឹងទៅជាមួយព្រះសង្ឃប្រគេនអញ្ចឹងទៅឲ្យឬក៏ជូនអញ្ចឹងទៅចិត្តមកថានៅក្នុងន័យហ្នឹងគឺការវេហ្នឹងមានតែប៉ុណ្្នឹងឯងហើយនៅក្នុងការវេនេះទៀតសោតថ្មនិយាយអំពីវិន័យបន្តិចដើម្បីញោមហ្នឹងជាក់ច្បាស់ឲ្យនឹងភ្លឺភ្នែកបន្តិចការវេចំពោះសង្ឃមិនថាចង្ហាន់ក្តីទេយទានក្តីដែលញាតិញោមតែយកទៅមានទេយទានដូចជាសម្ភារៈផ្សេងក្តីយកទៅថ្វាយឬក៏ប្រគេនព្រះសង្ឃហ្នឹងញាតិញោមអាចារ្យតែវេប្រគេនសង្ឃវេប្រគេនសង្ឃវាបានបន់ច្រើនក៏ប៉ុន្តែញាតិញោមពិចារណាសិក្សាអំពីព្រះវិន័យបន្តិចយើងឃើញថាដូចជាញាតិញោមហ្នឹងប្រកាសភ្លើងហើយកំពុងតែឆេះហើយទៅអង្គុយលើភ្លើងវិញហ្នឹងឯងប៉ុន្តែដល់កិច្ចហ្នឹងប្រសងចេះអត់អីទេទីហោដូចជាញាតិញោមយកចង្ហាន់ដល់ពេលញោមអាចារ្យកាត់វេថ្វាយសង្ឃហ្នឹងបាននៃពាក្យថាសង្ឃៈហ្នឹងប្រែថាវោបើសិននៅក្នុងសង្ឃកម្មចាប់ពី4អង្គឡើងទៅអាហ្នឹងសង្ឃកម្មវាដកវាដោយឡែកអំពីសង្ឃទានតែមួយអង្គក៏សង្ឃទានដែរប៉ុន្តែឲ្យចាត់ចែងអំពីទេសផតប៉ុន្តែសង្ឃកម្មជាកិច្ចរបស់ព្រះសង្ឃធ្វើកម្មមានដូចជាបវរណាកម្មអបោសតកម្មអីផ្សេងអញ្ចឹងទៅកឋិនកម្មអីជាកិច្ចរបស់ព្រះសង្ឃដែរហ្នឹងប៉ុន្តែញាតិញោមវេចំពោះព្រះសង្ឃប៉ុន្តែអាត្មាជាបុគ្គលទេភិក្ខុរូបនេះភិក្ខុរូបនោះចោតកានេះរាជាគណៈនេះរាជាគណៈនោះឬក៏សូត្រស្ដាំនេះសូត្រឆ្វេងនោះក៏ជាបុគ្គលដែរជាបុគ្គលបញ្ញត្តិញាតិញោមមើលក្នុងបៃដកអត់មានសម្ដែងថាភិក្ខុអង្គនេះអង្គនោះគឺភិក្ខុរូបនេះរូបនោះអត់មានថាអង្គនេះអង្គនោះទេហើយចាត់ចូលជាសង្ឃបានតតែចាត់ថាវងគឺ4អង្គឡើងញាតិញោមវេចំពោះសង្ឃដល់ពេលដែលលោកយកទៅឆាន់ញាតិញោមវេទៅឲ្យសង្ឃហ្នឹងគឺឲ្យទៅសង្ឃហើយមិនថាចង្ហាន់មិនថាទេយទានវត្ថុផ្សេងទេញាតិញោមឲ្យទៅសង្ឃប៉ុន្តែអាត្មាជាភិក្ខុនេះយកចង្ហាន់ហ្នឹងមកឆាន់មិនស្មើនឹងយកបកគេយកមកឆាន់មែនទេញាតិញោមព្រោះថាគេវេប្រគេនគេឲ្យសង្ឃឯណោះប៉ុន្តែយើងយកមកឆាន់ប៉ុន្តែបើនៅក្នុងកិច្ចវិន័យវាចេះទៀតបើសិនជាគេវេចំពោះសង្ឃភិក្ខុសង្ឃដែលនៅឆាន់ហ្នឹងត្រូវចេះធ្វើអបឡោកទុតិយកម្មវាចាអបឡោកហ្នឹងលោកភិក្ខុហ្នឹងចេះធ្វើឬថាសម្ដែងអបឡោកហ្នឹងចែកទៅភិក្ខុផ្សេងឬក៏សាមណេរទៅតាមចំណែកគេធ្វើអបឡោកហ្នឹងបើយើងនិយាយស្រួលស្ដាប់ថាចែកគ្នាកុំឲ្យឆ្លោះគ្នាចែកគ្នាកុំឲ្យឆ្លោះគ្នាអូបាទនេះច្រើនជាងអានោះច្រើនជាងអញ្ចឹងណាឲ្យអញ្ចឹងលះយល់ជាងប៉ុន្តែបើមិនបានធ្វើអបឡោកសពថ្ងៃនេះអត់មានធ្វើអបឡោកអីទេបើវត្តគេវិន័យគេធ្វើអបឡោកប៉ុន្តែបើធ្វើអបឡោកនឹងវាវែងឆ្ងាយមុនឆាន់តរឹមតវេផងអញ្ចឹងទៅបើមិនបាច់អបឡោកគេចាត់ឲ្យក្នុងវត្តហ្នឹងឲ្យមានភត្តទេសឬក៏ទេសផតមួយជាអ្នកតំណាងសង្ឃភិក្ខុអង្គដែលគេចាត់ចូលជាទេសផតហ្នឹង
ជាពិខុដែលមានគុណធម៌មិនលំអៀងព្រោះស្អប់មិនលំអៀងព្រោះស្រឡាញ់កុំបាក់ពូគ្នាអញអីចឹងទេលោកជាអ្នកតំណាងចាត់ប្រសង់ផ្សេងនៅក្នុងវត្តទីហោថាញាតិញោមទៅនិមន្តប្រសង់ក្នុងវត្តនឹងដើម្បីមកធ្វើសង្ឃទាននៅផ្ទះមកទទួលផាត់នៅផ្ទះអញ្ចឹងលោកញាតិញោមត្រូវទៅនិមន្តអំពីទេសផាត់ហ្នឹងទៅចាត់ចូលជាសង្ឃទានទៅបានចាត់ពីទេសផាត់ហ្នឹងលោកចាត់ទៅសូម្បីតែលោកមែនទៅប៊ូជាក៏ដោយលោកចាត់ទៅមួយអង្គពីរអង្គក៏ចាត់ថាជាសង្ឃទានបានដែរឧទ្ទិសបានហើយបានបន់ច្រើននេះគ្នាប៉ុន្តែបើគ្មានទេសផាត់ហ្នឹងញាតិញោមទៅនិមន្តអំពីលោកណាចាតិកាឬក៏គ្រូសូត្រឬក៏អ្នកណាក៏ដោយលោកអ្នកចាត់ទៅអត់ចាត់ចូលជាសង្ឃទានទេចូលចាត់ទៅជាបុគ្គលបាត់ទៅហើយវាខុសក្នុងវិន័យលោកហ្នឹងត្រូវទោសទៀតឧទាហរណ៍ថាការចាត់សង្ឃហ្នឹងគេចាត់វេជុំអត់មានឲ្យអ្នកណា